ជំរាបសួរថ្ងៃនេះសូមនិយាយអំពីការដែលគេហៅថាវាទីទឹកដីរបស់មហាអំណាចនៅសតវត្សទី21មហាអំណាចគឺសហរដ្ឋអាមេរិកតែម្ដងតាត្រាំគាត់គម្រោងគាត់វាទីទឹកដីដោយវិធីណាគាត់បានបោះពាក្យសម្ដីយើងដឹងហើយកាលពីភាគច្រើននៃយើងបើសិនជាយើងតាមដានព័ត៌មានណាយើងធ្លាប់ដឹងហើយខ្ញុំនិយាយនេះមិនមែនចង់និយាយអំពីសង្គ្រាមអីទេអត់ទេគាត់ថាខ្ញុំអស់សំណើចជាមួយនឹងគេហៅថាមហិច្ឆតារបស់តាត្រាំតាត្រាំគាត់បានបោះពាក្យសម្ដីកាលពីពេលដែលគាត់ទៅ investiture បានន័យថាការឡើងកាន់អំណាចបន្ទាប់ពីគាត់បោះឆ្នោតហើយគាត់ចង់បានប្រទេសកាណាដាជាអេតាទី51របស់អាមេរិកជារដ្ឋទី51របស់អាមេរិកគាត់បោះពាក្យសម្ដីចង់បានម្ដងហើយរួចទៅកាលនោះលោក Justin Trudeau ដែលនៅកាន់កាប់ប្រទេសកាណាដានៅឡើយនោះឥឡូវនោះគាត់ចុះចេញពីតំណែងអញ្ចឹងទៅលោក Justin Trudeau មានពាក្យសម្ដីថាគាត់មិនអាចរណបរបស់អ្នកណាទេប្រទេសកាណាដាត្រូវតែមានបូរណភាពដែនដីរបស់ខ្លួន La souverainetéនោះក៏អានោះក៏ចប់ទៅម្ដងទៅតាត្រាំគាត់ចិញ្ចឹមចិត្តគាត់ដដែលនៅថ្មីនេះគាត់បង្កើត project របស់គាត់គម្រោងរបស់គាត់គឺបង្កើត Golden Dome បើសិនជាតាមដែលខ្ញុំមើលក្នុងអ៊ីនធឺណិតបើសិនជាខ្ញុំនិយាយខុសអាចមានអ្នកជួយកែសម្រួលបានណាពីព្រោះខ្ញុំមើលជាភាសាបារាំងខ្លះអង់គ្លេសខ្លះចឹងទៅ Golden Dome នេះគឺគាត់គម្រោងគាត់គឺ project របស់គាត់175កោតលានដុល្លារដើម្បីធ្វើដំបូលគេហៅថាដែនអាកាសដើម្បីការពារកុំឲ្យមានមីស៊ីលកុំឲ្យមានអាវុធលងប៉ុកទេបានន័យថាអាវុធដែលបាញ់បានឆ្ងាយចូលទៅដល់ដែនដីអាមេរិកអញ្ចឹងគាត់ធ្វើ Golden Dome នោះដើម្បីការពារដែនអាកាសរបស់គាត់ហើយក្នុងនោះក៏មានប្រទេសប្រឆាំងគឺកូរ៉េឌូណូប្រទេសកូរ៉េឌូណូនិងប្រទេសចិនប្រទេសអីផ្សេងទៀតអញ្ចឹងទៅខ្ញុំរៀបរាប់អត់ទេព្រោះខ្ញុំមើលចាស់ៗហើយណាអញ្ចឹងគាត់ធ្វើ Golden Dome នឹងឯងគម្រោងគាត់ហ្នឹងដើម្បីការពារហ្នឹងគាត់ប្រាប់ទៅកាណាដាថាកាណាដាអាចចូលទៅក្នុងគម្រោងនឹងបានពីព្រោះកាណាដានិងអាមេរិកវាមានដែនដីជាប់គ្នាដែរ frontière commune ទួលដែនជាប់គ្នាទួលដែនរួមអញ្ចឹងគាត់ប្រាប់ទៅកាណាដាថាដើម្បីបានចូលទៅក្នុង Golden Dome នឹងកាណាដាមានជម្រើសបើកាណាដាចង់បានចូលទៅក្នុងគម្រោងនោះដោយមិនអស់លុយមួយរៀលគឺកាណាដាត្រូវតែคลายខ្លួនទៅជារដ្ឋទី51របស់អាមេរិកនេះគឺជាមហិច្ឆតារបស់តាត្រាំណាគាត់ចង់បានកាណាដាជារដ្ឋទី51គាត់ថាចូលមករដ្ឋទី51គាត់ទៅគឺចូលទៅក្នុងគម្រោង Golden Dome ការពារ Golden Dome ការពារដែនអាកាសបានហើយមួយទៀតបើសិនជាមិនចូលទេនៅជាអេតាអង្គឌីប៉ង់ដងខ្លួនឯងរដ្ឋដែលមានឯករាជ្យភាពមានបូរណភាពដែនដីខ្លួនឯងឲ្យចូលលុយទៅគាត់ហ្នឹង61កោតលានដុល្លារទៅអាហ្នឹងបានជួយគ្នាដើម្បីសាងសង់ Golden Dome អញ្ចឹងគាត់ដាក់ chantage បានន័យថាដោះដូរគ្នានៅរបៀបដូចធ្វើភ្ជុះភ្លៀងអញ្ចឹងណាថាបើចង់ចូលមួយគាត់អត់អស់លុយចូលជាអេតារបស់គាត់ទី51តែបើមិនចង់ចូលជាអេតាទី51ទេឲ្យលុយទៅគាត់61កោតលានដុល្លារទៅដើម្បីជួយគ្នាសាងសង់ Golden Dome នេះគឺមហិច្ឆតារបស់មហាអំណាចនៅសតវត្សទី21